បើនៅថ្ងៃណាមួយស្រាប់តែការនិពន្ធសិភៅរបស់យើងលែងទទួលបានការគ្រប់គ្រងតើយើងជាអ្នកនិពន្ធម្នាក់តើគួរបញ្ឈប់ការនិពន្ធដែរឬក៏អត់ការគ្រប់គ្រងដែលចង់និយាយដល់ហ្នឹងគឺតកតងនឹងការបង្ហោះឲ្យគេអានប៉ុន្តែវាមានអ្នកអានទេបើអានក៏មានអ្នកអានច្រើនដែរអញ្ចឹងណាហើយមួយទៀតវាអត់សូវទទួលបានខមមិនល្អតកតងនឹងការលើកទឹកចិត្តឲ្យសរសេរបន្ថែមថារឿងជាងល្អមើលតាក់ទាញប្លែកពីអ្នកនិពន្ធដទៃអីចឹងបងប្អូនគ្នាក៏ប៉ុន្តែបើសិនជាករណីយើងអត់បានជួបជាមួយនឹងមតិយោបល់លើកទឹកចិត្តអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនគ្នាផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងអញ្ចឹងណាយើងត្រូវតែគិតថាជាការនិពន្ធរឿងរបស់យើងរកខ្លួនអ្នកអត់តាន់ឃើញអញ្ចឹងយើងដូចដើរនៅលើផ្លូវមួយដែលវាងងឹតឈឹងបងប្អូនគ្នាអត់ដឹងថាទៅក្បាលទៅកតុយនៅណាអញ្ចឹងណាដល់ពេលយើងចង់ឲ្យអ្នកនិពន្ធអត់ចង់ឲ្យអ្នកដទៃមកគ្រប់គ្រងយើងគេអាចគ្រប់គ្រងបានទេដោយសារអីជើងកំពុងស្ថិតនៅក្នុងអាក្បាលនិងកតុយហ្នឹងវាអត់តាន់ច្បាស់ថាជាអ្វីដូច្នេះហើយគឺសូមឲ្យយើងស្រឡាញ់រឿងខ្លួនឯងអញ្ចឹងណាហើយកុំបាក់ទឹកចិត្តហើយព្យាយាមចូលនៅក្នុងសង្គមរបស់អ្នកនិពន្ធហ្នឹងទៅបងប្អូនគ្នាឲ្យដឹងថាតាមពិតការនិពន្ធហ្នឹងគេត្រូវការគេអញ្ចឹងណាឲ្យដឹងថាទីផ្សារត្រូវការគេអ្នកអានត្រូវការគេដល់ពេលយើងធ្វើអញ្ចឹងទៅងាយស្រួលមែនទែនក្នុងការអភិវឌ្ឍក៏ដូចជាកែនៅកំហុសដែលយើងធ្លាប់ខុសការពីមុនអញ្ចឹងណាចំណុចទី2តើតើនឹងពេលយើងបោះពុម្ពសភៅទៅយើងលក់លេងដាច់បងប្អូនគ្នាដំបូងយើងចេញបោះពុម្ពដំបូងវាលក់ដាច់មែនតើទី5-600ឈុតអីចឹងណាប៉ុន្តែដល់ពេលយើងនិពន្ធយូរទៅស្រាប់តែយើងលក់លេងបានអញ្ចឹងណាជាទៅកន្លែងហ្នឹងគឺពិតជាខកចិត្តមែនតើបងប្អូនគ្នាអញ្ចឹងណាតែខ្ញុំចង់ឲ្យបងប្អូនគ្នារៀបចំការផលិតសភៅរបស់ខ្លួនឯងឡើងវិញសម្លឹងមើលថាតើចំណុចខ្សោយរបស់យើងដែលយើងអត់សូវមានអ្នកគ្រប់គ្រងអត់សូវមានចាប់អារម្មណ៍នោះដោយសារអីទី1អាចនឹងមកពីយើងចេញសភៅលឿនពេកចេញច្រើនណាបងប្អូនគ្នារហូតដល់មួយឆ្នាំយើងចេញបាន6រឿង6ក្បាលក្នុងមួយឆ្នាំគឺច្រើនខ្លាំងមែនតើវាអច្ឆរិយៈខ្លាំងណាជឿទៅអស់ហើយមកធំមួយក្បាលចេញមួយឆ្នាំចេញបានតែ2ក្បាលហ្នឹងចាត់ទុកថាអ្នកនិពន្ធខ្លាំងហើយបងប្អូនគ្នាប៉ុណ្ណឹងណាប៉ុន្តែគាត់ថាអូខេបើសមត្ថភាពយើងអាចទៅសេបានច្រើនយើងចេញច្រើនអានឹងរឿងរបស់យើងដែលគួរសាទរអញ្ចឹងណាហ្នឹងហើយនឹងយើងនិយាយនៃទូលំទូលាយយើងសមត្ថភាពយើងខ្លាំងហើយបងប្អូនគ្នាអាចទៅសេសភៅបានច្រើនអញ្ចឹងណាមួយទៀតបន្ទាប់ពីយើងសិក្សាពីកំហុសរបស់ខ្លួនឯងហើយយើងសម្លឹងមើលទីផ្សារសិនអញ្ចឹងណាពេលខ្លះការចែកចាយសភៅយកអត់តគ្រប់គ្រងជ្រោយអីចឹងហើយមួយទៀតលុយដែលយើងបោះពុម្ពហ្នឹងវាតិចពេកបងប្អូនគ្នាពេលដែលយើងបោះពុម្ពក្នុងចំនួនតិចពេកការធ្វើទីផ្សារការធ្វើលក់ដូរអីទាំងអស់ហ្នឹងវានៅមានដែនកំណត់ដែនកំណត់ថងថាល្បីប៉ុណ្ណាក៏លក់ឲ្យបានច្រើនដែរព្រោះយើងមានលុយផលិតធំតា100ក្បាល200ក្បាលអញ្ចឹងណាបែបអញ្ចឹងបងប្អូនគ្នាអញ្ចឹងក៏ពិតទៅបើសិនអ្នកទាំងអស់គ្នាសម្រេចចិត្តយកអាជីពមុខរបរសភៅជាមុខរបរទៅហើយយើងត្រូវប្រយ័ត្នខ្ពស់បន្តិចដោយសារអីទីផ្សារប្រកួតប្រជែងច្រើនហើយការប្រៀបធៀបក៏មានច្រើនអញ្ចឹងបើសិនជាយើងផលិតសភៅបានល្អជាងគេអ្នកអាននឹងជ្រើសរើសយកទិញសភៅយើងអញ្ចឹងបងប្អូនគ្នាបើសិនយើងរបស់យើងល្អគេនឹងយករបស់យើងដោយគេមិនបាច់ចាំជ្រេជាមួយនឹងសភៅដតីទៀតទេគេទិញសភៅយើងយកតែម្ដងអញ្ចឹងនិយាយដដែលអញ្ចឹងថាការបង្កើតស្នាដៃមួយដែលវាល្អអ្នកអានគឺគេមិនខកខានក្នុងការទិញសភៅយើងទេបងប្អូនគ្នាខ្ញុំនិយាយរួមហ្មងវាថាទុកគេស្អប់យើងកម្រិតណាក៏ដោយទៀតថាចរិតយើងវាមិនសូវឲ្យគេចូលចិត្តចរិតឆ្មើងឆ្មៃវាកាចខ្លាំងវាជេរគេជាឯងអញ្ចឹងណានៅប្រភេទអញ្ចឹងប៉ុន្តែបើសិនជាស្នាដៃយើងជាស្នាដៃល្អមួយខ្ញុំគិតថាអ្នកណាក៏គេអានសភៅយើងដែរអញ្ចឹងណាអ្នកណាក៏គេអានដែរព្រោះអ្នកអានគេត្រូវការតែរបស់អានល្អគេមិនមែនត្រូវការអ្នកនិពន្ធរបៀបចរិតល្អអីល្អទៀតទេអញ្ចឹងណាសម្រាប់ខ្ញុំគិតអញ្ចឹងបងប្អូនគ្នាគឺដូចខ្ញុំជាដើមខ្ញុំអ្នកអានសភៅបងប្អូនគ្នាខ្ញុំមិនតែខ្វល់អ្នកនិពន្ធណាចរិតអីមានអីប្រម៉ូទអីផ្សព្វផ្សាយអីខ្ញុំមិនតែខ្វល់រឿងហ្នឹងខ្ញុំជាអ្នកទិញម្នាក់ដែលមើលតែ content មើលតែសាច់រឿងមាតិកាសិល្បៈនៃការសរសេរនិងការអភិវឌ្ឍខ្លួនរបស់គាត់អីខ្ញុំជួយទិញជួយគ្រប់គ្រងគាត់ពីចង្ងាយតែម្ដងដោយមិនបាច់ចាំឆាតទៅទិញពីគាត់បាទដើម្បីប្រាប់គាត់អីចឹងណាពេលខ្លះទៀតខ្ញុំគ្រាន់តែកាន់សភៅគាត់ថតខ្ញុំគិតថាប៉ុណ្ណឹងក៏គាត់មានអារម្មណ៍ថាគាត់រំភើបដែរទាំងអស់គ្នាហ្នឹងចំណុចប៉ុណ្្នឹងឯង